មនុស្សចៅហួយចៅអង្គុយគ្រប់គ្រងថ្ងៃនេះខ្ញុំមកចរចាការងារមួយការងារអីត្រីថ្មព្រៃនិងត្រីខ្លាព្រៃ500ទីពីសមុទ្រជ្រៅព្រឹកនេះគុណភាពល្អបំផុតត្រីថ្មព្រៃជាមុខម្ហូបឯករបស់ភោជនីយដ្ឋានត្រូវការច្រើនតែលោកចាងប្រាប់តម្លៃខ្ញុំរួចហើយត្រីថ្មព្រៃ160ត្រីខ្លាព្រៃ100ឯងឲ្យតម្លៃចាងហោម្ដងទៀតគាត់ចុចថ្លៃហើយថាគុណភាពមិនល្អហើយប្រាប់ភោជនីយដ្ឋានថ្លៃទាបជាងទីផ្សារចង់ចាប់យកទាំងសងអ្នកគ្រប់គ្រងលីខ្ញុំសូមអញ្ជើញលោកទៅមើលទំនិញរបស់ខ្ញុំឥឡូវនេះទំនិញនៅក្នុងទូឡានទៅត្រឹមតែអ្នកគ្រប់គ្រងលីវស្ទាក់ចុងក្រោយក៏ងក់ក្បាលកន្លះម៉ោងក្រោយអ្នកគ្រប់គ្រងលីវឈោក្នុងទូទៅមើលត្រីដងហ៊ីងដែលហើយរស់រវើកភ្នែកគាត់ដូចជាស្រឡាំងកាំងគាត់អង្គុយចុះហើយចាប់មួយបង្វែរមើលពោះហើយគ្រប់ក្រអូមមើលរូបរាងនេះល្អជាងគំរូរបស់ហើយមួយកម្រិតទៀតអ្នកគ្រប់គ្រងលីវភ្នែកត្រីទាំងនេះគឺបងហ្វុងទីងមកពីសមុទ្រជ្រៅពេញមួយកប៉ាល់មានតែមានមួយណាខូចគុណតម្លៃត្រីដងហ៊ីង200ត្រីខ្លាប្រាំងមួយពោះជាងលោកចាង$40ប៉ុន្តែទំនិញខ្ញុំធានានៅរស់3ទំនិញលោកចាងហ៊ានធានាអ្នកនឹងលោកចាងហាពីមុនធ្វើការក្រសិលមិញទៅបែកមួយឆ្នាំរកបានឲ្យគាត់250គាត់ឲ្យខ្ញុំទឹកមុខអ្នកគ្រប់គ្រងលីវគាត់ធ្វើការទិញអស់ជាង10ឃើញច្រើនហើយពីភាពត្រជាក់ប៉ុន្តែរឿងបែបនេះហើយក៏នៅតែមិនស្រួលចិត្តអញ្ចឹងខ្ញុំយក200គីឡូទៅសាកមកបើភ្ញៀវពេញចិត្តនៅសល់4800តម្លៃតាមអ្វីដែលអ្នកថាអូអ្នកដឹកជញ្ជូនដល់កន្លែងទេដោយឡានទូទឹកក៏ដល់ផ្ទះបាយភោជនីយដ្ឋាននេះមិនលើស20នាទីពីនេះទៅភោជនីយដ្ឋានបើឡើងផ្លូវលបឿនលឿនត្រូវ25នាទីខ្ញុំដើរផ្លូវអ្នកគ្រប់គ្រងលីវមើលខ្ញុំភ្លាមមិនឆ្ងល់ទេដែលចៅហ្វាយចៅណែនាំអ្នកពីនេះទៅត្រីសមុទ្រថ្នាក់ខ្ពស់របស់នឹងយកពីអ្នកមុនពេលដឹកអ្នកគ្រប់ខ្ញុំឈរតែម្នាក់ឯងមើលត្រីដងស៊ីងហ្វាយែលហើយដុំថ្មដែលព្យួរក្នុងចិត្តពេញមួយទីបំផុតក៏ត្រីដងស៊ីង200គីឡូសម្រាប់សាកភ្លក់តម្លៃ200គីឡូគឺ4មីក្រូនតែជាការខ្ញុំដកទូរស័ព្ទហើយទូរស័ព្ទទៅចៅហៃហ្វុងបងហ្វុងខ្ញុំបានចរចារួចហើយអ្នកត្រីនេះខ្ញុំនឹងសងអ្នកតាមតម្លៃ180និងសរុប75មិនខ្វះមួយនៅខាងចុងទូរស័ព្ទស្ងាត់តបមកគឺសំឡេងចៅហៃហ្វុងញ៉ៅបន្តិចអូនចេនបើគ្មានអ្នកទេត្រីនេះខ្ញុំត្រូវចាំងហាវជាមនុស្សអាក្រក់បោកប្រាស់ឲ្យអ្នកចង់គិតតម្លៃបែបណាខ្ញុំទៅបងហ្វុងយើងនឹងមានឱកាសសហការគ្នាទៀតច្រើនលើកក្រោយមានទំនិញល្អប្រាប់ខ្ញុំមុនគេច្បាស់ណាស់ពេលដាក់ទូរស័ព្ទខ្ញុំគិតក្នុងចិត្តរាប់លេខថ្លៃដើមទិញ75បើលក់ទាំងអស់តាមតម្លៃ200និង100ចំណូលសរុប90ប្រាក់ចំណេញសរុបសងចៅហៃសឹង60ម៉ឺនចំណេញសុទ្ធ30ពីយប់មិញដល់ពេលនេះមិនដល់12ម៉ោងខ្ញុំផ្អែកខ្លួនលើជញ្ជាំងត្រជាក់ស្រាប់តែមានអារម្មណ៍ថាមួយឆ្នាំហើយពេញមួយឆ្នាំខ្ញុំក្រោករាល់ថ្ងៃម៉ោង2ខំប្រឹងដូចឆ្កែចុងក្រោយបានតែ50000យន្តឯងគ្រាន់តែចេះខំប្រឹងឥឡូវខ្ញុំរកបាន300000យន្តក្នុងមួយយប់ពេលនោះហើយទូរស័ព្ទរត់ម្ដងគឺអ្នកគ្រប់គ្រងចេនការសាកភ្លក់បានលទ្ធផលចុងភៅយឺរៃនេះគឺល្អបំផុតដែលគាត់ឃើញក្នុងរយៈនៅសល់4800គីឡូយ៉ាងទៀតភោជនីយដ្ឋានសប្តាហ៍ក្រោយនឹងមានពិធីភ្លក់អាហារសមុទ្រត្រូវការក្តាមរីថ្នាក់ល្អបំផុតឯងមានផ្លូវទេក្តាមរីចិត្តខ្ញុំលោតខ្លាំងណាស់លោកអ្នកគ្រប់គ្រងលីវត្រូវការប៉ុន្មាន30ក្បាលទម្ងន់នីមួយត្រូវលើស8ត្រូវតែជាក្តាមរួចពេលវេលាក្នុងមួយសប្តាហ៍ខ្ញុំសាកល្បងមើលរួចក៏ខ្ញុំបើកបញ្ជីទំនាក់ឈ្មោះមួយដែលមិនបានតាក់ទងយូរថាចាស់ខ្មោចឈ្មោះពិតមិនដឹងអ្នកក្នុងរង្វង់ហើយគាត់ជាមនុស្សដែលចេះដឹងពីក្តាមជាងគ្មានអ្នកណាស្មើទេតែចរិតគាត់ក៏3ឆ្នាំមុនដោយសារឆ្លោះជាមួយអ្នកគ្រប់គ្រងផ្សារគាត់ទៅចិញ្ចឹមក្តាមនៅចូលខ្ញុំទូរស័ព្ទទៅគាត់រត់ជាង10ដងគ្មានអ្នកឆ្លើយទៀតរត់7 8ដងទីបំផុតក៏ឆ្លើយអ្នកណាបងខ្មោចខ្ញុំចេនអ៊ីហៅស៊ីវអ៊ីអញមិនស្រាប់តែនឹកឃើញទូរស័ព្ទបងខ្មោចខ្ញុំត្រូវការក្តាមរី30ក្បាលទម្ងន់លើពេលវេលាមួយសប្តាហ៍រីអញដឹងទេឥឡូវតម្លៃក្តាមរីប្រទេសខ្លះខ្មុំកាត់ទុកក្នុងស្រុកតិចណាស់មិននិយាយពីសំបីតែ10ក្បាលហេតុនេះហើយបានជាខ្ញុំស៊ីវអ៊ីមិនមែនខ្ញុំមិនក្តាមរីជាវាខុសពីក្តាមសមុទ្រធម្មតាវាជាក្តាមទឹកជ្រៅក្រោយពីចាប់បានធ្វើឲ្យត្រជាក់សម្រាប់ទើបដឹកជញ្ជូនធ្វើឲ្យត្រជាក់សម្រាប់បើធ្វើមិនល្អក្តាមនឹងងាប់នៅកណ្ដាលផ្លូវក្នុងស្រុកមានអ្នកចេះបច្ចេកទេសនេះមិនដល់5នាក់បងមិនមែនជាម្នាក់ក្នុងចំណោមឯងនិយាយផ្អែមដូចសពដងបងខ្មោចខ្ញុំនិយាយពិតភោជនីយដ្ឋានក្នុងក្រុងសមុទ្របើយើងអាចយកក្តាមមិនមែនត្រឹមតែរកលុយវាអាចធ្វើឲ្យឈ្មោះចេនអ៊ីខ្ញុំល្បីអាហារសមុទ្រលោកកាលពីមុនក៏ពឹងពួកដើម្បីឈរជើងនៅក្រុងនៅខាងចុងទូរស័ព្ទឈ្ងៀមមួយលោកយាយដកដង្ហើមធំហើយនិយាយថាខ្ញុំនឹងប្រាប់ផ្លូវក្រុងលីយ៉ុងកាំងមានបរិមម្នាក់គាត់មានក្តាមរីកពីប្រទេសហុងគូមួយប្រហែល40ក្បាលតែក្តាមទាំងនោះមានស្ថានភាពមិនសានមិនចេះពីរឿងក្នុងពេលដឹកជញ្ជូនការធ្វើឲ្យពួកវាឥឡូវក្តាមទាំងនោះស្ថិតក្នុងស្ថានភាពគាត់បានដាក់លក់3ថ្ងៃហើយតែចិត្តខ្ញុំចាប់ផ្ដើមការធ្វើឲ្យសម្រាប់ត្រជាក់មិនមានន័យថាក្តាមចូលដំណេកជ្រៅមើលទៅខាងក្រៅដូចស្លាប់ប៉ុន្តែតាមពិតវាគ្រាន់តែដេកលោកយាយលោកទៅជាមួយខ្ញុំនៅក្រុងលីយ៉ុងកាំងឯងចង់រកចំណេញទ្រព្យសម្បត្តិកើតពីហាងលោកយាយស្ងៀមមួយសន្ទុះចុងក្រោយដកដង្ហើមធំហើយនិយាយថាខ្ញុំនឹងទៅជាមួយឯងម្ដងថ្ងៃស្អែកព្រឹកជួបគ្នានៅក្រុងលីយ៉ុងថ្ងៃបន្ទាប់ខ្ញុំបើកឡានដឹកទំនិញជួលពីក្រុងហៃជៀ4ម៉ោងក្រោយមកដល់ក្រុងលោកយាយកំពុងចាំខ្ញុំនៅផ្លូវលបឿនលឿន3ឆ្នាំគាត់ចាស់ទៅច្រើនសក់ស្កូវពាក់កណ្ដាលប៉ុន្តែភ្នែកនៅតែមុតដូចស្លាំងរបស់ហេសាននៅតំបន់យើងទៅត្រង់នោះទៅដល់តំបន់ស៊ីឃើញហេសានកំពុងចាំយើងនៅហេសានជាបរិសុទ្ធជនជាតិតុងពេរីរបស់គាត់ពាក់ខ្សែកមាសក្រាស់ដូចគាត់នាំយើងចូលទៅក្នុងឃ្លាំងជ្រៅមានប្រអប់ស្នោពណ៌រាប់សិបលោកយាយដើរទៅបើកប្រអប់ទី1ក្តាមរីកនៅក្នុងនោះក្តាប់ជើងទាំងអស់ដកចូលក្រោមពោះមិនរើអីហេសានដកដង្ហើមធំក្បែរស្លាប់អស់ហើយប្រាក់80000របស់ខ្ញុំខាត់អស់លោកយាយនៅស្គាត់លើកម្រាមដៃ2ចាប់ជើងក្តាមរីកចុងក្រោយហើយពុតស្រង់សន្លាក់ជើងឃើញមានពណ៌បៃតងស្លេកភ្នែករបស់ថៅកែភូតរួញបន្តិចគាត់ទម្លាក់ក្តាមនេះហើយបើកប្រអប់ទី2ប្រអប់ទី3រហូតដល់ប្រអប់ទី10ទើបគាត់ងើបឈរហើយទេដៃក្តាមទាំងនេះឯងគិតធ្វើមិនទៀតលក់ជាក្តាមងាប់អ្នកណាចង់បានឲ្យលុយហើយលក់ថ្លៃប៉ុន្មានមួយថៅកែភូតមើលមកពេលដងខ្ញុំលោតដូចផ្គរក្តាមរីក40ក្បាលបើសុទ្ធតែញាប់10000ពិតជាមិនថ្លៃក៏មិនចំណេញដែរបើវាគ្រាន់តែងុយដេកមិនក្តាមរីករស់មួយក្បាលលើស8គីឡូតម្លៃដុំយ៉ាងតិច3000 40ក្បាលគឺ120,000បើជួយសង្គ្រោះបាន30ក្បាលលក់ឲ្យភោជនីយដ្ឋាននៅសល់10ក្បាលលក់ចំណូលសរុបយ៉ាងតិច15ហែក380000ឯងជាកូនអ្នកណាខ្ញុំជាកូនសិស្សរបស់ហែក30មើលទៅថៅកែភូតមួយក្បាល85000យល់ប្រូ80000ក៏តែប្រាប់ទុកជាមួយពេលទំនិញចេញទទួលយករងខ្ញុំនឹងថៅកែភូតយកប្រអប់ពុះ40ដាក់ឡានទាំងអស់ពេលបិទទ្វារឡានថៅកែភូតសាច់ភ្លាមស៊ីការចរចារបស់ឯងដូចខ្ញុំសម័យមុនបងក្តាមទាំងនេះមានរូបប៉ុន្មានភាគរយ30ក្បាលខ្ញុំទើបពិនិត្យហើយសន្លាក់មានពណ៌បៃតងទាំងអស់នេះគឺសន្លប់ដោយសារតែ10ក្បាលដែលខ្មៅទាំងស្រុងទើបស្លាប់ពិតន័យថាយើងអាចជួយសង្គ្រោះបានតាមទ្រឹស្ដីគឺដូចតែការស្ដារឬការគ្រប់គ្រងសីតុណ្ហភាពនិងការលៃតម្រូវជាខុសបន្តិចសន្លប់ខ្លាយជាស្លាប់ឯងធ្វើបានទេប្រុសបងធ្លាប់នៅកោះជោសានមួយយប់ជួយសង្គ្រោះក្តាមរីកបាន200ការងារតូចនេះងាយស្រួលពេលត្រឡប់មកដល់ទូទឹកគឺម៉ោង5:01ល្ងាចចាស់ភីវមិនទាន់បានចាប់ផ្ដើមធ្វើការគាត់យកក្តាមរីក40ក្បាលចេញពីប្រអប់ស្នោទាំងអស់ពិនិត្យម្ដងមួយដូចដែលគាត់ទាយ30ក្បាលកំពុងសន្លប់10ក្បាលស្លាប់ហើយក្តាមស្លាប់ទាំង10នេះកុំទោះវាមិនមានតម្លៃច្រើនតែពងអាចយកមកធ្វើទឹកពងក្តាមសាច់អាចយកមកធ្វើដំបងសាច់សរុបទៅលក់បានប៉ុន្មានចាស់ភីវនិយាយទាំងលីឆ្នាំស្ដាក្តាមរីជាក្តាមទឹកជ្រៅត្រជាក់សីតុណ្ហភាពរស់នៅគឺគោលការណ៍នៃការបន្ថយសីតុណ្ហភាពទឹកដល់11ឲ្យក្តាមចូលសភាពដូច hibernation ចំណុចសំខាន់គឺឲ្យសីតុណ្ហភាពឡើង 0.5 អង្សាក្នុងហើយបន្ថែមអ៊ីយ៉ុងខ្លាញ់ៗនិងអ៊ីយ៉ុងស្រស់ជួយស្ដារទល់ឲ្យភាពអេឡិចត្រូលីកខ្ញុំស្ដាប់ទាំងភ្ញាក់នេះហើយជាបច្ចេកទេស